សូមគោរពលោកស្រីអ្នកនាងកញ្ញានិងប្រិយមិត្តជាទីមេត្រីក្នុងកម្មវិធីផ្សាយនៃកាសែតនិងវិទ្យុទូរទស្សន៍អាំងយ៉ាងនាពេលនេះរួមមានអ្នកស្រីងួយធីមិនទ្វីអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអាំងយ៉ាងអញ្ជើញទៅពិនិត្យល្បឿនសាងសង់សាលាអន្តេវាសិកជនជាតិនៅតាមឃុំព្រំដែនប៉ុស្តិ៍សម្បល់បេតិកភណ្ឌដំណើរតភ្ជាប់ជនជាតិទាំង4នៅខេត្តអាំងយ៉ាងចាននាទីបញ្ចប់មានជួរនាទីសិល្បៈលំដាប់តទៅនេះសូមជូនអត្ថន័យពិស្ដាទស្សនិកជននិងប្រិយមិត្តជាទីមេត្រីអ្នកស្រីងួយធីមិនទ្វីអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអាំងយ៉ាងបានដឹកនាំក្រុមការងារខេត្តអញ្ជើញទៅពិនិត្យល្បឿននៃគម្រោងនិងការងារត្រៀមលក្ខណៈដំណើរការសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សាអនុវិទ្យាល័យនៅតាមឃុំព្រំដែនយ៉ាងថាញ់វិញ្ញានៅតាមទីតាំងនីមួយៗអ្នកស្រីងួយធីមិនទ្វីអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានពិនិត្យដោយផ្ទាល់នៅល្បឿនសាងសង់សំណង់តូចធំស្ដាប់របាយការណ៍ពីម្ចាស់វិនិយោគនិងអង្គភាពពាក់ព័ន្ធរបាយការណ៍អំពីស្ថានភាពផ្សព្វផ្សាយគម្រោងក៏ដូចជាការងារត្រៀមដាក់សាលារៀនឲ្យដំណើរការសម្រាប់ឆ្នាំសិក្សា2026-2027យោងតាមរបាយការណ៍គិតដល់ថ្ងៃទី14ខែកក្កដាគម្រោងសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សាអនុវិទ្យាល័យយ៉ាងថាន់សម្រេចបានប្រមាណ 65% នៃបរិមាណកិច្ចសន្យាសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សាអនុវិទ្យាល័យវិញ្ញាសម្រេចបានប្រមាណ 88% ដោយសន្និដ្ឋានថាគម្រោងនេះនឹងដាក់ឲ្យប្រើប្រាស់មុនថ្ងៃទី30ខែកក្កដាឆ្នាំ2026ទន្ទឹមនឹងការធានានៅល្បឿនសាងសង់មូលដ្ឋាននានាក៏បញ្ចប់គម្រោងបង្កើតសាលារៀនរៀបចំបែបផែនអង្គភាពក្បាលម៉ាស៊ីនបែងចែកក្រុមកម្មាភិបាលគ្រប់គ្រងគ្រូបង្រៀននិងបុគ្គលិកព្រមទាំងផ្សព្វផ្សាយការងារជម្រើសសិស្សស្របតាមបទបញ្ញត្តិដោយសន្និដ្ឋានថាសាលាពាក់កណ្ដាលអន្តេវាសិកសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សាអនុវិទ្យាល័យយ៉ាងថាន់នឹងមាន30ថ្នាក់ទទួលសិស្ស959នាក់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សាអនុវិទ្យាល័យវិញ្ញាមាន35ថ្នាក់ទទួលសិស្ស1128នាក់រួមចំណែកឆ្លើយតបតម្រូវការសិក្សារបស់សិស្សនៅតំបន់ព្រំដែនជាពិសេសគឺសិស្សជនជាតិភាគតិចនិងតំបន់ដែលមានលក្ខណៈសេដ្ឋកិច្ចសង្គមពិបាកច្រើនតាមរយៈការពិនិត្យអ្នកស្រីងួយធីមិនទ្វីអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានកត់ត្រាទទួលស្គាល់នៅការខិតខំប្រឹងប្រែងរបស់ម្ចាស់វិនិយោគអង្គភាពសាងសង់បណ្ដាមន្ទីរផ្នែកនិងអាជ្ញាធរមូលដ្ឋានក្នុងការផ្សព្វផ្សាយអនុវត្តគម្រោងសាលាអន្តេវាសិកនៅតំបន់ព្រំដែនអ្នកស្រីអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានបញ្ជាក់ថាសំណង់ទាំងនេះសុទ្ធតែមានអត្ថន័យសំខាន់ពិសេសរួមចំណែកលើកកម្ពស់គុណភាពអប់រំបង្កើនលក្ខណៈសិក្សាប្រជុំជីវភាពសម្រាប់សិស្សនៅតំបន់ព្រំដែនដូច្នោះតម្រូវឲ្យអង្គភាពនានាបន្តប្រមូលផ្ដុំធនធានទាំងអស់ដើម្បីបញ្ចប់គម្រោងឲ្យទាន់ពេលវេលាស្របតាមផែនការចំពោះការត្រៀមដំណើរការសាលាអ្នកស្រីអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានតម្រូវឲ្យមន្ទីរអប់រំនិងបណ្ដុះបណ្ដាលសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានដំណើរការរៀបចំក្រុមកម្មាភិបាលគ្រប់គ្រងគ្រូបង្រៀននិងបុគ្គលិកឲ្យបញ្ចប់បានឆាប់រហ័សព្រមទាំងត្រៀមគ្រប់គ្រាន់នៅមូលដ្ឋានសម្ភារៈឧបករណ៍បង្រៀននិងលក្ខណៈចាំបាច់ផ្សេងៗដើម្បីសាលាដំណើរការស្ថិរភាពចាត់តាំងពីដើមឆ្នាំសិក្សា2026-2027អ្នកស្រីអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តក៏ស្នើឲ្យអាជ្ញាធរមូលដ្ឋាននិងផ្នែកអប់រំបង្កើនការផ្សព្វផ្សាយដើម្បីឃោសនាដល់អាណាព្យាបាលយល់ច្បាស់អំពីអត្ថប្រយោជន៍នៃទម្រង់សាលាអន្តេវាសិកដ្ឋាននិងពាក់កណ្ដាលអន្តេវាសិកដ្ឋានដើម្បីកេណ្ឌសិស្សឲ្យចូលរៀនបានគ្រប់គ្រាន់និងត្រឹមត្រូវតាមគោលដៅជៀសវាងស្ថានភាពសាលារៀនសាងសង់ស្អាតទំនើបប៉ុន្តែខ្វះសិស្សចូលរៀនទស្សនិកជននិងប្រិយមិត្តជាទីមេត្រី
ក្នុងបរិយាកាសរីករាយអបអរសាទរខួប1ឆ្នាំនៃការបង្កើតខេត្តអាំងយ៉ាងថ្មីទិវាបុណ្យវប្បធម៌កីឡានិងទេសចរណ៍ជនជាតិទាំង4នៃខេត្តអាំងយ៉ាងលើកទី1ឆ្នាំ2026បានប្រព្រឹត្តនៅសង្កាត់រតយ៉ានេះមិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌និងកីឡាសាមញ្ញប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាការបញ្ជាក់អំពីស្មារតីសាមគ្គីភាពនិងឆន្ទៈផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនៃសហគមន៍បងប្អូនជនជាតិទាំង4គឺកិញ្ចចាមចិននិងខ្មែរក្នុងដំណាក់កាលកសាងនិងអភិវឌ្ឍខេត្តអាំងយ៉ាងនាថ្ងៃទី1ខែកក្កដាឆ្នាំ2025ខេត្តអាំងយ៉ាងបានបង្កើតឡើងលើមូលដ្ឋានរួមបញ្ចូលគ្នារវាងខេត្តទាំងពីរគឺអាំងយ៉ាងនិងគៀងយ៉ាងបើកលំហភូមិសាស្ត្រដ៏ធំល្វឹងល្វើយនិងសក្តានុពលវប្បធម៌ដ៏សម្បូរបែបមួយឆ្នាំក្រោយថ្ងៃបង្កើតឡើងទិវាបុណ្យវប្បធម៌កីឡានិងទេសចរណ៍ជនជាតិទាំង4ខេត្តអាំងយ៉ាងគឺជាស្ពានតភ្ជាប់ស្មារតីសាមគ្គីភាពរវាងបណ្ដាជនជាតិជាមួយបវចនាអាំងយ៉ាងតែមួយចក្ខុវិស័យតែមួយឆន្ទៈតែមួយទំនុកចិត្តជោគជ័យតែមួយព្រឹត្តិការណ៍នេះមិនត្រឹមតែជាកន្លែងទំនាក់ទំនងវប្បធម៌ប៉ុណ្ណោះទេប៉ុន្តែក៏ជាឱកាសសម្រាប់ខេត្តផ្សព្វផ្សាយសក្តានុពលរបស់ខ្លួនផងដែរបរិយាកាសនៃទិវាបុណ្យកាន់តែមានភាពរស់រវើកជាមួយនឹងសកម្មភាពមានអត្ថន័យជាច្រើនលេចធ្លោបំផុតគឺប្រធានបទបោះសម្បល់បេតិកភណ្ឌវប្បធម៌នៃបងប្អូនជនជាតិទាំង4គឺគិញចិនខ្មែរនិងចាមខេត្តអាំងយ៉ាងដោយស្រាប់មន្ទីរខេត្តអនុវត្តដោយតាំងបង្ហាញនៅវត្ថុតាំងឧបករណ៍តន្ត្រីនិងសម្លៀកបំពាក់ប្រពៃណីសិប្បកម្មសិល្បៈនំចំណីពិសេសរបស់ជនជាតិនីមួយៗនេះគឺជាខ្សែចងភ្ជាប់រវាងអតីតកាលនិងបច្ចុប្បន្នទន្ទឹមនឹងនោះសកម្មភាពរបស់បណ្ណាល័យខេត្តជាមួយនឹងរថយន្តបណ្ណាល័យចល័តឬលំហតាំងបង្ហាញរូបថតសិល្បៈអាំងយ៉ាងទឹកដីមនុស្សដែលបង្កើតនៅកន្លែងឈប់សម្រាកដ៏មានអត្ថន័យសម្រាប់ភ្ញៀវទេសចរនេះគឺជាឱកាសសម្រាប់ប្រជាពលរដ្ឋម្នាក់ៗជាពិសេសគឺយុវជនជំនាន់ក្រោយដើម្បីយល់កាន់តែច្បាស់អំពីតម្លៃបេតិកភណ្ឌនិងកាន់តែស្រឡាញ់ទឹកដីមនុស្សនៅទីនេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ណាល័យសារមន្ទីរនិងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានរៀបចំទិវាដ៏មានន័យនេះព្រឹត្តិការណ៍នេះបានបង្កើតឱកាសសម្រាប់សិស្សានុសិស្សក៏ដូចជាប្រជាជននៅក្នុងខេត្តអាំងយ៉ាងអាចស្វែងយល់និងទទួលបានព័ត៌មានមានតម្លៃជាច្រើនអំពីប្រវត្តិសាស្ត្រនិងទឹកដីកំណើតរបស់ខ្លួនតាមរយៈនេះជួយឲ្យប្រជាពលរដ្ឋពង្រីកចំណេះដឹងនិងទទួលបាននូវការយល់ដឹងដ៏មានប្រយោជន៍ដែលពីមុនមកមិនទាន់មានឱកាសបានសិក្សាស្វែងយល់ខ្ញុំមានអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងដែលបានមកទស្សនានិងស្វែងយល់អំពីវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិភាគតិចចាប់តាំងពីសម្លៀកបំពាក់ប្រពៃណីវប្បធម៌រហូតដល់វិស័យម្ហូបអាហារខ្ញុំមានការចាប់អារម្មណ៍បំផុតចំពោះទាំងគំនូរដ៏រស់រវើកទាំងនោះជួយឲ្យខ្ញុំយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រនិងការតស៊ូដ៏អង់អាចក្លាហានរបស់ប្រជាជាតិនៅក្នុងការប្រឆាំងសត្រូវឈ្លានពានភាពទាក់ទាញនៃទិវាបុណ្យក៏ស្ថិតនៅត្រង់ការចូលរួមយ៉ាងសកម្មនៃក្រុមប្រតិភូទាំង24តំណាងឲ្យបណ្ដាឃុំសង្កាត់និងតំបន់ពិសេសនៅលើឆាកប្រឡងវប្បធម៌ប្រជាប្រិយនិងការបង្ហាញម៉ូដសម្លេងចម្រៀងប្រជាប្រិយសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិគិញចាមចិននិងខ្មែរត្រូវបានបង្ហាញឡើងយ៉ាងរស់រវើករាល់កម្មវិធីមិនត្រឹមតែជាការប្រកួតប្រជែងប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាការផ្លាស់ប្ដូររៀនសូត្រទៅវិញទៅមករវាងបណ្ដាមូលដ្ឋានព្រមជាមួយនោះគឺការប្រកួតប្រជែងយ៉ាងខ្លាំងក្លារវាងក្រុមឃុំសង្កាត់នៅក្នុងការប្រកួតកីឡាវិញ្ញាសាប្រពៃណីដូចជារត់ម៉ារ៉ាតុងរុញដំបងទាញព្រ័ត្រនិងបាល់ទះបុរសនៅអគារពហុកីឡាខេត្តបានទាក់ទាញកីឡាករកីឡាការិនីរាប់រយនាក់មកចូលរួមការប្រកួតប្រជែងមិនត្រឹមតែហ្វឹកហាត់សុខភាពប៉ុណ្ណោះទេប៉ុន្តែថែមទាំងរឹតបន្តឹងបន្ថែមទៀតនូវសាមគ្គីភាពរវាងជនរួមជាតិបន្ទាប់ពីទទួលបានការបែងចែកភារកិច្ចអង្គភាពរបស់ជាងខ្ញុំក៏បានខិតខំប្រឹងប្រែងប្រខិតយ៉ាងសកម្ម
ជាពិសេសក្នុងទិវាបុណ្យនេះសកម្មភាពផ្សព្វផ្សាយផលិតផលអូកូបនិងផលិតផលពិសេសរបស់ខេត្តបានរៀបចំជាមួយទ្រង់ទ្រាយធំសម្រាប់ជំរុញទេសចរនិងការដកដូរពាណិជ្ជកម្មជាមួយផ្ទៃដីតាំងបង្ហាញដ៏ធំទូលាយបណ្ដាអាជីវកម្មបានឧទ្ទិសនាមផលិតផលឆ្នាំជាច្រើនរបស់មូលដ្ឋានសម្រាប់បញ្ជាក់ពីសក្តានុពលសេដ្ឋកិច្ចផ្សារភ្ជាប់ជាមួយវប្បធម៌ទីវិបុណ្យវប្បធម៌កីឡានិងទេសចរជនជាតិទាំង4ខេត្តអាំងយ៉ាងលើកទី1បានបញ្ចប់ទៅក៏ដោយប៉ុន្តែរលកសំឡេងនៃស្មារតីសាមគ្គីភាពសហគមន៍វប្បធម៌ដ៏សម្បូរបែបនិងចីរភាពនៅតែដាស់ជាប់ក្នុងចិត្តរបស់ប្រជាពលរដ្ឋម្នាក់ៗតាមរយៈព្រឹត្តិការណ៍នេះតម្លៃបេតិកភណ្ឌក៏មានតម្លៃនិងបន្តបានអភិរក្សនិងពង្រីកយ៉ាងខ្លាំងក្លាក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៃខេត្តអាំងយ៉ាងក្នុងយុគសម័យថ្មីទស្សនិកជននិងប្រិយមិត្តជាទីមេត្រីនៅក្នុងបរិបទនៃការផ្លាស់ប្ដូរ Digital កំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លាសារព័ត៌មានទំនើបមិនត្រឹមតែទាមទារឲ្យមានការច្នៃប្រឌិតថ្មីអំពីខ្លឹមសារប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើជាម្ចាស់បច្ចេកវិទ្យាផងដែរនៅខេត្តអាំងយ៉ាងកាសែតនិងវិទ្យុទូរទស្សន៍ខេត្តកំពុងខិតខំប្រឹងប្រែងបញ្ជាក់តួនាទីជាស្ថាប័នផ្សព្វផ្សាយពហុព័ត៌មានទំនើបតាមរយៈការបង្កើតការតភ្ជាប់និងលើកកម្ពស់សមត្ថភាពសម្រាប់ក្រុមការងារសហការីនៅមូលដ្ឋានកម្មវិធីជំនួយមុខសហការីឆ្នាំ2026ក្រោមប្រធានបទក្តីប្រាថ្នាឈានឡើងក្នុងយុគសម័យថ្មី Digital គឺជាចំណុចលេចធ្លោដ៏សំខាន់គួរបញ្ជាក់ពីជំហានរីកចម្រើនថ្មីមួយក្នុងដំណើរការសហការព័ត៌មានរួមចំណែកនាំដង្ហើមជីវិតឲ្យកាន់តែខិតខំជិតជាមួយមហាជនបទការនេះមិនត្រឹមតែជាឱកាសដើម្បីរំលឹកឡើងពីនៅប្រពៃណីប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាចំណុចរបត់ដ៏សំខាន់មួយក្នុងការអនុវត្តបច្ចេកវិទ្យាទំនើបនៅក្នុងផលិតព័ត៌មាននៅទីនេះបណ្ដាតំណាងនិងសហការីមានឱកាសបានឆ្លងកាត់ពិសោធន៍នៅក្នុងលំហបច្ចេកវិទ្យាជំនាញជាមួយទៅនឹងឧបករណ៍ថតវីដេអូថតរូបថតសំឡេងដឹកម៉ាស៊ីនបញ្ចាំងទំនើបដូចជា Sony Epson ក្រុមអ្នកជំនាញបានណែនាំដល់ផ្ទាល់របៀបដំណើរការនិងការគ្រប់គ្រងឧបករណ៍សម្ដៅជួយឲ្យក្រុមការងារសហការីទៅបណ្ដាមន្ទីរផ្នែកឃុំសង្កាត់លើកកម្ពស់គុណភាពផលិតផលសារព័ត៌មានពហុវេទិកាបន្ទាប់ពីការរួមបញ្ចូលគ្នាក្រោយរយៈពេលជាមួយឆ្នាំមកកាសែតនិងវិទ្យុទូរទស្សន៍អាំងយ៉ាងជំហានលំនឹងក្បាលម៉ាស៊ីនទាំងជំរុញខ្លាំងលើការផ្លាស់ប្ដូរ Digital ក្នុងដំណើរការនោះក្រុមការងារសហការីដើរតួនាទីជាផ្នែកមួយដែលមិនអាចខ្វះបានដោយនាំយកព័ត៌មាននៅក្នុងមូលដ្ឋានឲ្យកាន់តែជិតជាមួយមហាជនមិនត្រឹមតែផ្ដល់ព័ត៌មានរូបភាពប៉ុណ្ណោះទេសហការីថែមទាំងជាស្ពានបន្តដ៏សំខាន់ជួយឲ្យអង្គភាពច្បាមជាប់សហការជាក់ស្ដែងទៅក្នុងជីវភាពរស់នៅនិងធ្វើឲ្យខ្លឹមសារនៃការផ្សព្វផ្សាយកាន់តែសម្បូរបែបដោយការខិតខំរបស់កម្មាភិបាលបុគ្គលិករដ្ឋពលករម្ល៉េះហើយទៅឆ្លើយតបតាមភារកិច្ចនយោបាយនិងការងារឃោសនាផ្សព្វផ្សាយទៅលើភូមិសាស្ត្រខេត្តរយៈពេលកន្លងជាងខ្ញុំក៏ទទួលបាននៅការរួមចំណែកយ៉ាងសកម្មរបស់មូលដ្ឋាននៅក្នុងការឃោសនាផ្សព្វផ្សាយព្រមជាមួយនោះយើងខ្ញុំសង្ឃឹមថានឹងទទួលបានការចែករំលែកពីបណ្ដាមូលដ្ឋានបងប្អូនសហការីអំពីការលំបាកនៅជាប់ស្ទះក៏ដូចជានៅក្នុងកិច្ចសហការដើម្បីផ្សព្វផ្សាយព័ត៌មានឲ្យវាបានរលូនជាបន្តទៀតនៅក្នុងពិធីពិភាក្សាតំណាងនៃមជ្ឈមណ្ឌលសេវាកម្មចម្រុះបណ្ដាមន្ទីរគណៈផ្នែកបានចែករំលែកដោយស្មោះត្រង់អំពីភាពងាយស្រួលការលំបាកនៅក្នុងការសហការផ្សព្វផ្សាយបញ្ហាអំពីបច្ចេកទេសតភ្ជាប់រូបភាពខ្សែបណ្ដាញបញ្ជូននិងតម្រូវការអំពីសមត្ថភាពពហុវេទិកាក្នុងយុគសម័យ Digital ក៏បានលើកឡើងដើម្បីរួមគ្នាស្វែងរកវិធីសាស្ត្រដោះស្រាយនៃការលំបាកផងដែរទន្ទឹមនឹងនោះតំណាងក្រុមហ៊ុន Logico និង
ក្រុមអ្នកជំនាញការក៏បានធ្វើបច្ចុប្បន្នភាពលើទិន្ននិន្នាការបច្ចេកវិទ្យាថ្មីជួយដល់ក្រុមការងារសហការីក្នុងការបំពាក់បន្ថែមចំណេះវិជ្ជានិងការគិតស៊ីជម្រៅដែលចាំបាច់នេះគឺជាឱកាសដើម្បីបណ្ដាអង្គភាពបានផ្លាស់ប្ដូរបង្កើនសាមគ្គីភាពបង្កើតការឯកភាពក្នុងការដឹកនាំអនុវត្តភារកិច្ចផ្សព្វផ្សាយទីពេលខាងមុខSony និង Epson គឺជាក្រុមហ៊ុនផលិតឈានមុខគេទី2ដែលមកពីប្រទេសជប៉ុនក្រុមហ៊ុនទាំងពីរតែងតែឈានមុខនៅក្នុងការនាំយកនៅឧបករណ៍បច្ចេកវិទ្យាដែលមានផ្នែករឹងចំណុចលេចធ្លោនៃបច្ចេកវិទ្យានេះគឺមានការគូផ្សំនិងបញ្ញវន្តសព្វនិមិត្ត AI សម្រាប់ជួយឲ្យការផលិតកម្មនិងនៅកម្មវិធីនិងការផ្ដល់ព័ត៌មាននេះវាបានឆាប់រហ័សហើយក្រៅពីការកែលម្អបច្ចេកវិទ្យាទំនើបហ្នឹងការលើកកម្ពស់ធនធានមនុស្សក៏គឺជាការសំខាន់មួយដែរបដកម្មនេះមិនត្រឹមតែបង្កើតនៅការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងការចាត់លៃនិពន្ធនិងបណ្ដាអង្គភាពប៉ុណ្ណោះទេប៉ុន្តែថែមទាំងបញ្ជាក់អំពីការបដិញ្ញាចិត្តរបស់កាសែតទាំងវិទ្យុទូរទស្សន៍អាំងយ៉ាងក្នុងការធ្វើជាម្ចាស់បច្ចេកវិទ្យាផងជាមួយនឹងក្តីប្រាថ្នាឈានឡើងក្នុងយុគសម័យ Digital អង្គភាពបន្តផ្លាស់ប្ដូរថ្មីតាំងពីខ្លឹមសាររហូតដល់វិធានការបញ្ជូនព័ត៌មានឆ្លើយតបទៅនឹងគោលបំណងរបស់មហាជននិងតម្រូវការអភិវឌ្ឍរបស់ខេត្តផងដែរទស្សនិកជននិងប្រិយមិត្តជាទីមេត្រីក្នុងកម្មវិធីកាសែតនៃវិទ្យុទូរទស្សន៍អាំងយ៉ាងនេះពេលនេះចាប់តែប៉ុណ្ណេះសូមថ្លែងអំណរគុណចំពោះអស់លោកស្រីអ្នកនាងកញ្ញានិងប្រិយមិត្តដែលបានយកចិត្តទុកដាក់តាមដានកម្មវិធីរបស់យើងខ្ញុំសូមជម្រាបលា